ចាបើយើងនិយាយពីចាប់ផ្ដើមពេញលេងតែម្ដងគឺនៅឆ្នាំ1993ដែលមីងនឹងបានដាក់ពាក្យទៅសុំចូលអង្គការ UN យូអ៊ុនតាក់ណាអ៊ុនតាក់ហើយនៅពេលធ្វើការអ៊ុនតាក់ហ្នឹងគេឲ្យយើងទទួលបន្ទុកជាគ្រូបណ្ដុះបណ្ដាលសិទ្ធិមនុស្សទៅលើគ្រូបង្រៀនអញ្ចឹងពេលហ្នឹងហើយដែលមីងយល់ដឹងអំពីសិទ្ធិមនុស្សខ្លាំងហើយយើងបានបង្រៀនសិទ្ធិមនុស្សបាន5ខែតកែវកំពតបាត់ដំបងបន្ទាយមានជ័យនិងរតនគិរីហើយតាំងពីនោះមកក្រោយមកទៀតមកមីងនឹងបានចាប់ផ្ដើមធ្វើការជាមួយនឹងអង្គការម្ចាស់ជំនួយមួយហៅថា Traffic ប៉ុន្តែនាំនៃការយល់ដឹងពីសិទ្ធិមនុស្សហ្នឹងវាមានរួចទៅចាដល់អញ្ចឹងយើងជាបន្តធ្វើការងារហ្នឹងពេលមួយហ្នឹងអង្គការសិទ្ធិបានបើកកម្មវិធីមួយបរៀន gender មីងនេះសុំពីបរៀន gender យើងចាប់ផ្ដើមចាប់អារម្មណ៍ថាអញ្ចឹងវាផ្សំគ្នាជាមួយនឹង gender ហើយជាមួយនឹងសិទ្ធិមនុស្សដែលយើងចេះចាអញ្ចឹងទៅយើងបានចាប់ផ្ដើមធ្វើអកិច្ចការនឹងយល់ដឹងច្រើនបន្តទៅអាចទៅនិយាយជាមួយអំពើហិង្សាប្រឆាំងនឹងស្ត្រីនេះគឺយើងចាប់ផ្ដើមពីការរើសអើងលើស្ត្រីទៅណាចាការរើសអើងនេះគឺមានន័យថាទុកស្ត្រីនៅដល់ឡាយមិនឲ្យស្ត្រីចូលរួមជាមួយឧទាហរណ៍តការងារកន្លែងហ្នឹងអត់យកទេស្ត្រីអាហ្នឹងក៏ជាការរើសអើងហើយមួយទៀតការងារដូចគ្នាអីដូចគ្នាឲ្យតម្លៃឲ្យស្ថានស្ត្រីអញ្ចឹងធ្វើការដូចគ្នារាល់ថ្ងៃនៅមានណាស្ត្រីឲ្យយើងនិយាយឲ្យថ្លៃឈ្នួលតិចជាងបរិសុទ្ធទៀតហើយរាល់ថ្ងៃនេះរឿងចាប់រំលោភផ្លូវពេទ្យពីសិទ្ធិចាប់រំលោភបោកចាប់អីមីងមិនបានឃើញជាក់ស្ដែងទេប៉ុន្តែពេលដែលយើងធ្វើការទៅយើងយកព័ត៌មានបានហើយរ៉ាឌីយ៉ូក៏និយាយច្រើនដែរណាវិទ្យុក៏និយាយច្រើនហើយទូរទស្សន៍ក៏បាននិយាយច្រើនដែរមានអំពើហិង្សាដែលកើតឡើងដោយក្រុមយើងថាជាក្រុមដែលរដ្ឋាភិបាលបង្កើតស្ងាត់បង្ក្រាបចាដល់ពេលបង្ក្រាបខ្លាំងពេកអារឿងដែលគេមិនគេធ្វើរឿងការងារសន្តិភាពក៏បង្ក្រាបដែរជាក់ស្ដែងឆ្នាំទៅ2013ហ្នឹងថ្ងៃ21កញ្ញានោះណាគាត់នៅទៅដល់ខ្ញុំចុះលោកស្រីមកធ្វើអីហ្នឹងហ្នឹងថ្ងៃហ្នឹងកម្មវិធីសន្តិភាពពិភពលោកពួកខ្ញុំមានកម្មវិធីដេញយើងទៅត្រត្រែងអត់ឲ្យយើងដើរអត់ឲ្យយើងអីទេយើងនេះចង់ដើរដើម្បីបង្ហាញពីទៅថ្ងៃនេះជាទិវាសន្តិភាពពិភពលោកបើគិតទៅវាទីម្ដងផ្ដុំរហូតដល់ឥឡូវនេះដល់ខ្លាចឃើញទាំងអស់ហ្នឹងដែលមានចិត្តតែធ្វើការងារនឹងរហូតមកដល់សប្តាហ៍ហើយចង់និយាយថាបើនិយាយចំយើងកំពុងតវ៉ាធ្វើម៉េចឲ្យស្ត្រីចូលទៅក្នុងការធ្វើស្ត្រីសម្រេចចិត្តបានច្រើនព្រោះយើងសង្ឃឹមថាពេលដែលស្ត្រីចូលទៅក្នុងការធ្វើស្ត្រីសម្រេចចិត្តតួនាទីមានតួនាទីស្មើនឹងបុរសអញ្ចឹងស្ត្រីអាចលើករឿងអីផ្សេងដែលពាក់ព័ន្ធនឹងស្ត្រីយកមកដោះស្រាយហើយសម្លេងស្ត្រីក៏អាចដោះស្រាយបាននៅសភាមានគណៈកម្មការមួយដែលទទួលនឹងសុខាភិបាលអប់រំនៅការងារហើយនឹងស្ត្រីទៀតហើយព្រឹទ្ធសភាក៏ដូចគ្នាដែរអញ្ចឹងយើងឃើញថាកើតណាហើយចំណែកទៅខាងសង្គមស៊ីវិលយើងក៏យើងឃើញថាមានភាពគិតឃើញណាពួកអីក៏កូនស្រីឥឡូវនេះគេខ្លាហានគេរៀបចំក្រុមការងារគេជាស្ត្រីណាក្រោកឈរឡើងមកមានព្រឹត្តិការណ៍អីគេធ្វើស្របគ្នាក៏ច្រើនដែរអង្គការមួយចំនួនបានធ្វើការមិនផ្ដោតទៅលើស្ត្រីមិនតែផ្ដោតជាទូទៅប៉ុន្តែមានគម្រោងមួយជាពិសេសគឺផ្ដោតទៅលើស្ត្រីព្រោះនេះបានមានហ៊ានអាងអញ្ចឹងមានបានទៅសិក្សាហ្មងណាទៅមានក្រុមស្ត្រីគេចងក្រុមស្ត្រីមួយដំបូងយើងហៅក្រុមជួយខ្លួនឯងប៉ុន្តែបើយើងស្ដាប់ទៅក្រុមជួយខ្លួនឯងយើងគិតពីសេដ្ឋកិច្ចទេណាសេដ្ឋកិច្ចរកដាក់លុយអន្សំទៅបានអន្សំហ្នឹងយើងជួយគ្នាខ្ចីចុះខ្ចីឡើងដើម្បីរកស៊ីណាហើយប៉ុន្តែវាមិនមែនតែរកស៊ីមកទេអាលុយហ្នឹងអាចជួយគ្នានៅពេលណាដែលមានការឈឺធ្ងន់ធ្ងរអីចាំចឹងណាហើយមួយទៀតតែអាចយកពេលឱកាសហ្នឹងចាប់ផ្ដើមជួយអប់រំគាត់ឲ្យចូលសង្គមឲ្យជឿជាក់ខ្លួនឯងឲ្យមានយើងហៅថាកសាងជឿជាក់ខ្លួនឯងហើយឥឡូវហ្នឹងបានស្ត្រីហ្នឹងឡើងទៅធ្វើជាប្រធានគណៈកម្មការឬក៏ប្រធានអីចឹងទៅគាត់នឹងស្ទុះស្ទាហ្មងបើស្ត្រីវ័យយើងល្មមត្រឹម30ជាង40កាលមុនគាត់អត់ចេះឥឡូវគាត់ប្រឹងរៀនអក្សរហើយមានអ្នកខ្លះហ្នឹងយើងនិយាយប្រើទូរស័ព្ទទំនើបដើម្បីមើល Facebook ហើយឆ្លោតឆ្លើយនៅ Facebook ហើយមានអ្នកខ្លះហ្នឹងថាអូខ្ញុំចាំទិញកុំព្យូទ័រចាំមើលខ្ញុំរកវិធីសន្សំលុយដើម្បីទិញកុំព្យូទ័រដើម្បីកុំឲ្យខ្ញុំនឹងសរសេរដៃនៅក្នុងគណៈកម្មការហ្នឹងមានក្រុមមួយគេហៅក្រុមយើងហៅថាសហព
កសិកម្មគេដាក់សហករណ៍កសិកម្មហ្នឹងគេដាក់លុយមែនហើយគេរកយើងហៅ shareholder អ្នកចូលភាគហ៊ុនយើងសមាជិកណាចូលភាគហ៊ុនប៉ុន្តែស្ត្រីខាន់កាប់ឯណាស្ត្រីប្រធានស្ត្រីអីហើយចូលភាគហ៊ុនហ្នឹងគឺគេចេះរកកម្មវិធីបាយទៅតាក់ទងរកទីផ្សារហើយចេញពីទីផ្សារមកគេដឹងថាផលិតផលណាចំណេញអីចឹងគេដូរដោះអញ្ចឹងបានន័យថាគេចេះច្រើនណាស់ហើយមួយទៀតគេបានអះអាងប្រាប់មីងថាកាលមុនណាឲ្យតឡើងនិយាយអ្នកណាសួរអីញ័រចាប៉ុន្តែគេថាឥឡូវហ្នឹងអត់ទេគេអាចធ្វើជាវាក្បិនបានទៀតចាអញ្ចឹងយើងឃើញថាគេរៀបចំចាត់ចែងបើមានព្រឹត្តិការណ៍កន្លងគេរៀបចំចាត់ចែងធ្វើវេទិកាសាធារណៈនៅក្នុងឃុំគេខ្លួនគេហើយគេអញ្ជើញខាងខេត្តខាងស្រុកមកនិយាយប៉ុន្តែខ្លួនគេហ្នឹងក៏ជាវាក្បិនមួយដែរយើងបានថាឥឡូវនេះយើងឃើញមានការបាក់ដូរច្រើនតែយើងក៏ចង់ឲ្យគេបាក់ដូរឲ្យច្រើនជាងនេះដើម្បីទាមទារនៅក្នុងកៅអីរដ្ឋាភិបាលច្រើនដែរព្រោះសប្តាហ៍ថ្ងៃហ្នឹងក្រុមប្រឹក្សាឃុំយើងឃើញនៅមានម្នាក់ឬមានពីរនាក់ឯងហើយជួនកាលអត់បានធ្វើប្រធានទៀតព្រោះអីពួកគាត់និយាយគាត់ថាមកពីខាងគណៈបកគេដាក់តែយើងក៏ជជែកគេថាបើកែឲ្យពីគណៈបកដាក់តែយើងគួរតែជជែកគ្នាអំពីអាការដាក់បញ្ជីឈ្មោះជាបេក្ខជននឹងឆ្លាក់បាននេះគាត់ថាអូបើបានអញ្ចឹងល្អមែនទេអញ្ចឹងឥឡូវយើងកំពុងតែធ្វើការយ៉ាងណាតវ៉ាជាមួយនឹងរាជរដ្ឋាភិបាលឲ្យកែមាត្រាច្បាប់ខ្លះជាពិសេសមាត្រាច្បាប់នៃការស្តីពីការបោះឆ្នោតណាដើម្បីឲ្យដាក់ព្រោះគេថាស្ត្រីនិងបុរសមានសិទ្ធិចូលឈ្មោះជាបេក្ខជនប៉ុន្តែដល់ពេលដាក់បញ្ជីបេក្ខជនស្ត្រីនៅក្រោមនេះហើយទៅប្រជាពលរដ្ឋយើងទៅបោះឆ្នោតបេះឆ្នោតក៏មានយកដល់ពេលបោះឆ្នោតជាប់ទៅវាតាមគណៈបកហ្នឹងគេមិនរើសយកឲ្យលើគេមិនដែរយកក្រោមអញ្ចឹងមិននិយាយថាអត់ទេចិត្តសុំឲ្យដាក់ឆ្លាស់ទៅលើមួយក្រោមមួយលើបរោះបើបរោះលើស្ត្រីក្រោមទី1ទី2អញ្ចឹងទៅណា